ជំរាបសួរបងប្អូនទាំងគ្នាជំរាបសួរសាជាថ្មីបងប្អូននៅពេលដែលខ្ញុំស្វែងរកបងប្អូនដែលមានឆន្ទៈរួមគ្នាដើម្បីបង្កើតគណៈបកនយោបាយភាគច្រើនបងប្អូនយើងគាត់មានចម្ងល់ច្រើនមែនទេតែនៅពេលដែលខ្ញុំបង្រួមចម្ងល់ហ្នឹងគឺមានកត្តា3ដែលជាចម្ងល់ធំមែនទេសម្រាប់បងប្អូនមួយកត្តាចំណេះដឹងពាក់ព័ន្ធនឹងនយោបាយមួយទៀតកត្តាពេលវេលាមួយទៀតកត្តាហិរញ្ញវត្ថុអញ្ចឹងបងប្អូនខ្ញុំសូមជម្រាបជូនបងប្អូនថាការធ្វើនយោបាយបងប្អូនគឺគោលបំណងសំខាន់គឺដើម្បីប្រទេសជាតិរបស់យើងហើយនឹងផលប្រយោជន៍រួមអញ្ចឹងខ្ញុំបញ្ជាក់បងជូនបងប្អូនថាកត្តាចំណេះដឹងបងប្អូនខ្លះគាត់អត់បានសិក្សាពីទស្សនវិជ្ជាច្បាប់ក៏ដូចជាទស្សនវិជ្ជានយោបាយអីចឹងទៅក៏អត់មានចំណេះដឹងរឿងហ្នឹងតែនៅពេលដែលបងប្អូនរួមឆន្ទៈជាមួយខ្ញុំបងប្អូនខ្ញុំគឺជាគ្រូបង្កោនៅក្នុងគណៈបកហ្នឹងករណីដែលយើងបង្កើតគណៈបកបានដោយនៅក្នុងហ្នឹងខ្ញុំមគ្គទេសបងប្អូននៅជំនាញមួយចំនួនដើម្បីឲ្យបងប្អូនអាចធ្វើនយោបាយជាមួយខ្ញុំបានក្នុងការបង្កើតគណៈបកក៏ដូចជាចូលរួមសកម្មភាពនយោបាយនៅក្នុងប្រទេសយើងគឺជំនាញនិយាយជាសាធារណៈផ្សារភ្ជាប់ដោយសិលធម៌ហើយនឹងនីតិព្រហ្មទណ្ឌទូទៅមួយទៀតនីតិនយោបាយហើយនឹងទ្រឹស្ដីនយោបាយមួយចំនួនហើយមួយទៀតគឺនីតិរដ្ឋបាលអញ្ចឹងបងប្អូនសិក្សាចំណេះដឹង4ជំនាញហ្នឹងទៅបងប្អូនអាចធ្វើនយោបាយបានត្រឹមត្រូវហើយមានសិលធម៌បងប្អូនមានសិលធម៌ទៀតហើយកត្តាពេលវេលាបងប្អូនកត្តាពេលវេលាគឺយើងគ្រាន់តែឆ្លៀតពេលវេលាតិចតួចទេនៅក្នុងពេលយើងសម្រាកឬមួយក៏អាចចុងសប្តាហ៍ឬមួយក៏ការចែករំលែកផ្សេងៗក្នុងបណ្ដាញសង្គមគឺពេលវេលាអត់ប៉ះពាល់ទៅនឹងស្ថានភាពសេដ្ឋកិច្ចបងប្អូនទេក្នុងករណីដែលបងប្អូនស្ថិតនៅក្នុងកម្រិតធ្វើនយោបាយដោយអត់ទាន់ទទួលបានជោគជ័យអញ្ចឹងពេលវេលាតិចតួចទេបងប្អូនតិចតួចទេហើយពាក់ព័ន្ធនឹងថវិកាបងប្អូនថវិកាគឺបងប្អូនគាត់យល់ថាតើតើមានលុយច្រើនមិនធ្វើនយោបាយបានតែជាក់ស្ដែងចំពោះមុខនៅក្នុងខណៈដែលយើងកំពុងតែរួមឆន្ទៈគ្នាដើម្បីបង្កើតគណៈបកនយោបាយគឺថវិកាតិចតួចទេអត់ចំណាយច្រើនទេបងប្អូនអញ្ចឹងខ្ញុំសរុបជូនបងវិញបងប្អូននៅពេលដែលយើងមានបំណងរួមឆន្ទៈគ្នាបង្កើតគណៈបកនយោបាយគឺមានកត្តាដែលបងប្អូនមានចំណងពាក់ព័ន្ធនឹងចំណេះដឹងពាក់ព័ន្ធទៅនឹងពេលវេលាហើយនឹងថវិកាអញ្ចឹងបញ្ហាទាំងអស់ហ្នឹងអត់អីទេបងប្អូនអត់អីទេគឺនៅពេលដែលយើងរួមឆន្ទៈខ្ញុំនឹងមគ្គទេសនៅចំណេះដឹងមួយចំនួនហ្នឹងជូនទៅបងប្អូនបាទអរគុណបងប្អូនទាំងគ្នាជម្រាបលាបងប្អូន